ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាណន់បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនដើម្បីពង្រឹងសុវត្ថិភាពសណ្ដាប់ធ្នាប់សន្តិសុខសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលប្រព្រឹត្តទៅនាពេលខាងមុខនេះដើម្បីឆ្លើយតបតាមសំណូមពរជូនប្រជាពលរដ្ឋលើបញ្ហាសណ្ដាប់ធ្នាប់សាធារណៈឲ្យកាន់តែល្អប្រសើរនោះប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនិងជាអភិបាលស្រុកបាណន់លោកស្រេងសុខាបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនារសៀលថ្ងៃទី26 ខែមីនាឆ្នាំ2026ក្នុងគោលដៅដើម្បីលើកកម្ពស់សន្តិសុខសណ្ដាប់ធ្នាប់ជាទូទៅជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះក៏ដូចជាការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេសបទល្មើសគ្រឿងញៀនចោរលួចល្បែងស៊ីសងក្មេងទំនើងដែលបង្កនៅភាពអនាធិបតេយ្យក្នុងមូលដ្ឋានក្នុងកិច្ចប្រជុំក៏មានការចូលរួមពីលោកអភិបាលរងស្រុកប្រធានការិយាល័យទាំង13ចំណុះរដ្ឋបាលស្រុកកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទលោកស្រីមេឃុំទាំង8និងមេភូមិទាំង77រូបលោកមៀតសេនីអភិបាលរងស្រុកបាណន់បានឲ្យដឹងថាជារួមសភាពការសន្តិសុខសណ្ដាប់ធ្នាប់ក្នុងស្រុកត្រូវបានពង្រឹងយ៉ាងល្អប្រសើរបទល្មើសព្រហ្មទណ្ឌកើតឡើងតែងតែបង្ក្រាបបានជារឿយៗចំណែកការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់បានបន្តជំរុញយ៉ាងសកម្មនៅតាមបណ្ដាភូមិឃុំបង្ក្រាបបានគួរឲ្យកត់សម្គាល់ចំណែកឯបញ្ហាដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការក្រុមការងារស្រុកបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីសម្របសម្រួលរួមចំណែកកាត់បន្ថយជាអតិបរមាក្នុងកិច្ចប្រជុំនេះផងដែរលោកអភិបាលស្រុកក៏បានអនុញ្ញាតឲ្យចូលរួមលើកឡើងនៅបញ្ហាប្រឈមនានានិងចំណុចវិជ្ជមានមួយចំនួនទៅលើការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំការិយាល័យអង្គភាពពាក់ព័ន្ធផងដែរលោកស្រេងសុខាអភិបាលស្រុកបាណន់ក៏បានសង្កត់ធ្ងន់ថាបញ្ហាគ្រឿងញៀនគឺជាប្រធានបទមួយយ៉ាងក្តៅគគុកនិងជាបញ្ហាប្រឈមដែលកំពុងរីករាលដាលនៅក្នុងមូលដ្ឋាននិងជាធាតុផ្សំក្នុងចលនាផ្សារភ្ជាប់រវាងអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់សមត្ថកិច្ចពាក់ព័ន្ធនិងប្រជាពលរដ្ឋដើម្បីសម្ដៅរួមគ្នាទប់ស្កាត់ឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមានវិធានការចាំបាច់មួយចំនួនក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដូចជាការរៀបចំការគ្រប់គ្រងសម្រាមសំណល់រឹងនិងត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានកាន់តែច្រើនឡើងអាជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំយកចិត្តទុកដាក់បង្ក្រាបក្មេងទំនើងនិងជំរុញឲ្យមានភូមិសដែលជាភូមិគ្មានគ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានច្រើនដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀននិងគោរពច្បាប់ចរាចរណ៍និងត្រូវរាយការណ៍ករណីគ្រឿងញៀនតាមកម្មវិធីទូរស័ព្ទដៃ App No Drug ដែលជាមធ្យោបាយលឿនរហ័សសុវត្ថិភាពនិងរក្សាការសម្ងាត់ 100% ដើម្បីឲ្យសមត្ថកិច្ចចុះអន្តរាគមន៍នៅមូលដ្ឋាននិងបានទាន់ពេលវេលាព្រមទាំងត្រូវត្រៀមបង្ការនិងឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗជាពិសេសគ្រោះធម្មជាតិដូចជាខ្យល់កន្ត្រាក់គ្រោះអគ្គិភ័យជាដើមនិងសូមចូលរួមជាមួយអាជ្ញាធរសមត្ថកិច្ចជំរុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាស្លាប់និងរបួសដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង7ចំណុចរបស់រាជរដ្ឋាភិបាលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំយកចិត្តទុកដាក់ដោះស្រាយនៅសំណើសំណូមពរនិងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋព្រមទាំងរួមគ្នាប្រឹក្សាស្វែងយល់អំពីចំណុចខ្លាំងចំណុចខ្សោយបញ្ហាប្រឈមនិងក្តីកង្វល់ទាំងឡាយដែលកើតមានឡើងនៅមូលដ្ឋានដើម្បីរួមគ្នាដោះស្រាយនិងស្វែងរកចំណុចសំខាន់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានិងមានតម្លាភាពនិងប្រសិទ្ធភាពលោកបានជម្រាបជូនផងដែរថាចំពោះព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំនេះធ្វើឡើងដើម្បីលើកស្ទួយថែរក្សាប្រពៃណីវប្បធម៌ខ្មែរផ្សារភ្ជាប់ជាមួយការដឹងគុណវីរៈកងទ័ព